Ok, so đây bằng phone này tham ăn channel của chúng hát lên show animated ngày nay chúng mình chỉ đang muối bẹt phone cho mùi nắng cả chùa smart projector cho mùi nắng speaker là chúng ta tam bluetoothហើយបងប្អូនអាចសាកល្បងធ្វើទាំងអស់គ្នានិយាយទៅរបៀបនៃការប្រើប្រាស់ឧបករណ៍គឺមានទាំងអស់ហ្នឹងបាទមាននៅលើតុរបស់ខ្ញុំកំពុងតែបង្ហាញហ្នឹងទី1មានsmart projector នៅក្នុងប្រអប់ហ្នឹងតូចមួយបាទហើយកូន speaker មួយបាទដែលតំណាងឲ្យ speaker ដែលបងប្អូនយើងអាចconnect ធុងបាសធំដែលភ្ជាប់ជាមួយ Bluetooth ហើយជាមួយ microphone ដែលយើងអាចច្រៀង karaoke បានអញ្ចឹងណាហើយមួយទៀតតាក់ទងជាមួយនឹងទូរស័ព្ទអញ្ចឹងទូរស័ព្ទរបស់ខ្ញុំគឺ Oppo 11បាទសាមញ្ញទេនេះហើយថ្ងៃហ្នឹងអស់ថ្មហើយឥឡូវពងសាកថ្មអូខេអញ្ចឹងសូមបងប្អូនតាមដានទាំងអស់គ្នាណាបាទវិធីភ្ជាប់សាមញ្ញទេឥឡូវយើងទៅបើកប្រអប់ទាំងអស់គ្នាបាទនេះគឺជា smart projector អូខេដោយសារខ្ញុំបើកដើមខាងហើយថតដើមខាងអញ្ចឹងខ្ញុំសូមpost សូមផ្អាកបន្តិចហើយខ្ញុំបើកវាសិនអូខេបងប្អូនឥឡូវយើងបើកមកហើយឧបករណ៍គឺមានទាំងអស់នេះបាទគឺមាន projector មួយបាទអូខេហើយជាមាន tele មួយបាទដែលគេភ្ជាប់មកជាមួយបាទហើយមានខ្សែភ្លើង power សម្រាប់តោនេះបងប្អូនហើយយើងមាន simple manual guideline book បាទអូខេក៏ឥឡូវយើងតាមដានទាំងអស់គ្នាយើងទៅមើលការភ្ជាប់អូខេបងប្អូនឥឡូវខ្ញុំដោតដោយភ្លើងជាមួយនឹងព្រីភ្លើងរត់ជាធម្មតាបាទហើយយើងដោតចូលបន្ទាប់មកយើងអាចចុចប៊ូតុង power អូខេបងប្អូននោះចេញសូមបញ្ជាក់ថាខ្ញុំធ្វើបទបង្ហាញហ្នឹងគឺខ្ញុំបើកភ្លើងអញ្ចឹងអេក្រង់ហ្នឹងគឺច្បាស់ដែរបងប្អូននេះកម្លាំងនេះច្បាស់អូខេច្បាស់ល្អឥឡូវយើងរងចាំឲ្យវាដំណើរការចប់ស្រួលសិនហើយយើងនឹងចូល connect អូខេបងប្អូនឥឡូវprojector របស់យើងចាប់ផ្ដើមដំណើរការហើយបាទបងប្អូនឃើញច្បាស់ល្អផ្ទាំងធំបាទប៉ុន្តែខ្ញុំស្មានប្រហែលជា1.2 ម៉ែត្រហើយទទឹងបដោយវាអាចប្រហែលជា2 ម៉ែត្រធំដែរបងប្អូនហើយម៉ោងគឺវា load auto បងប្អូនបាទគឺខ្ញុំមិនប្រមាណកាយទេវា load អូខេម៉ោង10:47 នាទីព្រឹកអញ្ចឹងវាអាចខុសត្រូវគ្នាតិចតួចខ្ញុំអត់ទាន់ស្រីវាហើយបញ្ជាក់មួយទៀតបងប្អូនគឺនៅក្នុងនេះយើងមានរុន power រុន HDMI រុន mic សម្រាប់យើងដោតខ្សែ mic ចូលសំឡេងចូលក្នុង speaker តែបើសិនយើងមានគឺយើងប្រើ Bluetooth បាទហើយរុន USB សម្រាប់បងប្អូនយើងអាចប្រើ mouse ហើយនេះគឺជាខ្សែ power ខ្សែភ្លើងយើងដោតធម្មតាណាអូខេអញ្ចឹងឥឡូវខ្ញុំបញ្ជាដោយប្រើ mouse អញ្ចឹងយើងអាចបើក power on មានន័យថាយើងបើកបានរបៀបប្រើ tele ក៏បានហើយយើងចុចប៊ូតុងក៏បានណាបងប្អូនហើយ tele ខ្ញុំដាក់ថ្មចូលអស់ហើយអូខេហើយនេះគឺជាម៉ៅអត់ខ្សែខ្ញុំប្រើ USB sorry wireless អូខេចាំតិចអូខេបងប្អូនឥឡូវខ្ញុំដោតUSB wireless mouse អូខេឥឡូវខ្ញុំចុចជា
ចឹងនៅលើផ្ទាំងនេះគឺបងប្អូនយើងចុចធម្មតាទេបងប្អូននេះខ្ញុំគវីមកដោយវីដេអូមុនដែលខ្ញុំបានបង្ហាញទៅមុនគឺយើងប្រើ mouse បាទ mouse កុំព្យូទ័រយើងធម្មតាណាហើយតមកបងប្អូនយើងconnect ជាមួយ wireless គឺបងប្អូនយើងចូល setting បាទ setting អូខេអញ្ចឹងវាលោតផ្ទាំង setting មកនេះបាទអូខេមានឈ្មោះ network មានឈ្មោះ bluetooth មានឈ្មោះស្អីផ្សេងៗអញ្ចឹងណាបាទ app បាទអញ្ចឹងអ្វីដែលសំខាន់គឺយើង connect network របស់បងប្អូននេះបាទអញ្ចឹងវាបញ្ចេញឈ្មោះមកអញ្ចឹងណាអូខេអញ្ចឹងបើសិនបងប្អូនចង់ចេញចុច right click អូខេ right click ទៅចេញអូខេណាហើយខ្ញុំភ្ជាប់ wireless ហើយអញ្ចឹងនៅពេលដែលបងប្អូនយើងភ្ជាប់វីដេអូ karaoke សូមបងប្អូនយើងភ្ជាប់ទី1យើងបើក speaker អូខេអញ្ចឹង speaker ដំណើរការហើយឥឡូវខ្ញុំនឹងបើកទូរស័ព្ទដៃរបស់ខ្ញុំភ្ជាប់ Bluetooth ជាមួយនឹងឧបករណ៍ speaker អូខេអញ្ចឹងខ្ញុំ search រក Bluetooth ឈ្មោះBluetooth speaker របស់ខ្ញុំណាអូខេខ្ញុំសូមបញ្ជាក់បន្តិចបងប្អូនអញ្ចឹងនៅពេលណាបងប្អូនយើងភ្ជាប់គឺយើងប្រើ Wi-Fi ដែលយើង connect ជាមួយនឹងឧបករណ៍ projector ហើយនឹងទូរស័ព្ទរបស់យើងគឺដូចគ្នាណាបងប្អូនសូមបញ្ជាក់កន្លែងហ្នឹងណាអូខេអញ្ចឹងខ្ញុំ connect អូខេ connect ចូលហើយបាទ connect ចូល Wi-Fi ហើយខ្ញុំទៅមើល Bluetooth អញ្ចឹង Bluetooth A662 ត្រូវហើយបាទអូខេឥឡូវខ្ញុំសាកល្បងបើកថា speaker នេះវាពិតជាលឺមែនអត់អូខេលឺអូខេចុះបើសិនជាលឺហើយគឺបងប្អូនចូលទៅក្នុង app projector របស់យើងវិញអូខេចឹងនៅក្នុងនោះមាន AirPin Pro មាន Air Screen App Store មាន Cast មាន Chrome មានClean Memory Console Center បាទមាន Media Center Netflix Play Store Setting YouTube បាទហើយពេលណាបងប្អូនយើង download Play Store បាទគឺយើងនឹងមាន app ប្រើច្រើនទៀតណាអញ្ចឹងវាស្រដៀងនឹងទូរស័ព្ទរបស់បងប្អូនដែរហើយទំហំរបស់វាគឺតាមចាំដូចជា 2G និង 12G storage អូខេអញ្ចឹងខ្ញុំគាត់នឹងបង្ហាញ Play Store ទេណាបងប្អូនអូខេអញ្ចឹងយើងមកតការងាររបស់យើងវិញនេះ Play Store យើងដូចទូរស័ព្ទយើងធម្មតាអញ្ចឹងអ្វីដែលយើងត្រូវចូលគឺចូល Air Screen Air Screen ចាប់ផ្ដើមដំណើរការហើយអូខេអញ្ចឹង AS មកពីថា Air Screen Projector
កំពុងតែ search រកឧបករណ៍ដែលបងប្អូនកំពុងភ្ជាប់អញ្ចឹងខ្ញុំក៏យកទូរស័ព្ទដៃដូចគ្នាដែរយកមកភ្ជាប់គឺយើងភ្ជាប់ដោយប្រើចូលទៅក្នុង screen cast អូខេអញ្ចឹងនៅពេលដែលបងប្អូនចូលក្នុង screen cast គឺវានឹង search រក device availableអូខេអញ្ចឹងយើងនឹង search ចាំឧបករណ៍របស់យើង search ទៅរកអូខេហើយ projector ក៏កំពុងតែ search រកដូចគ្នាដែរអូខេបងប្អូនតោះឥឡូវយើងមកមើលណាអញ្ចឹងនៅលើទូរស័ព្ទដៃរបស់ខ្ញុំគឺ search ឃើញឈ្មោះហើយនេះ AS projector cast អូខេអញ្ចឹងឧបករណ៍នឹងសួរ start recording or cast យើងចុច start ចឹងនៅពេលដែលយើងចុច start នោះ screen របស់បងប្អូននឹងចាប់ផ្ដើមដំណើរការអូខេអញ្ចឹងវានឹងប្រើ screen នៅលើទូរស័ព្ទដៃរបស់យើងទាំងអស់គ្នាបាទរបស់បងប្អូនណាតបមកឧបករណ៍ហ្នឹងកំពុងតែ search មកទូរស័ព្ទដៃរបស់ខ្ញុំអូខេតមកទៀតគឺយើងចាប់ផ្ដើមចូលក្នុង YouTube នៅលើទូរស័ព្ទដៃនេះបងប្អូនអញ្ចឹងនៅលើនោះដូចគ្នាឥឡូវខ្ញុំសូមបិទភ្លើងបន្តិចដើម្បីឲ្យអេក្រង់ច្បាស់ល្អណាអូខេបងប្អូនដោះឥឡូវអេក្រង់ទូរស័ព្ទដៃរបស់ខ្ញុំវាបានបញ្ចាំងទៅលើ projector ហើយឥឡូវយើងដាក់បទ karaoke ដែលបងប្អូនយើងចង់ស្ដាប់ចង់ច្រៀងអូខេហើយកុំភ្លេចគឺបងប្អូនយើង connect Bluetooth microphone ជាមួយនឹង speaker ឲ្យហើយដូចគ្នាដែរទៅហើយទូរស័ព្ទដៃ connect Bluetooth ជាមួយនឹង speaker ណាបងប្អូនហើយសម្រាប់ projector គឺបងប្អូនយើងគ្រាន់តែប្រើរូបភាពអញ្ចឹងសំឡេងមកក្នុង speaker ទាំងអស់អូខេនេះបងប្អូនអញ្ចឹងទូរស័ព្ទដៃរបស់ខ្ញុំហើយនឹងអេក្រង់ projector ក៏ដូចគ្នាអញ្ចឹងខ្ញុំបើករូបភាពពេញឲ្យលើអេក្រង់ទូរស័ព្ទអូខេអូខេអញ្ចឹងសំឡេងនៅក្នុង speaker វាចូលមកហើយបងប្អូនអូខេនេះគឺសំឡេងចេញពី speaker ហើយរូបភាពនៅលើអេក្រង់បាទចឹង projector គឺកំពុងតែព្យាយាម download យកវីដេអូហ្នឹងចេញពីទូរស័ព្ទតោះបងប្អូនឃើញ speed នៅលើអេក្រង់បាទនៅខាងស្ដាំដៃហ្នឹងវាកំពុងតែ load យ៉ាងដោយសារអ៊ីនធឺណិតហ្នឹងរៀងជឿនបន្តិចដោយសារយើង connect ឆ្ងាយយើង connect យកពីគេមកអូខេចូលបងប្អូនមានចម្ងល់មានសំណួរអាច comment សួរបានណាបាទអូខេអរគុណហើយរីករាយនឹង share ចែករំលែកហើយសង្ឃឹមថាបងប្អូននឹងមិនប្រកាន់បើសិនមានចំណុចខុសឆ្គងឬក៏ខ្វះខាតកន្លែងណាមួយសូមកុំភ្លេចជួយចុច like subscribe channel របស់ខ្ញុំផងអរគុណសម្រាប់ការគាំទ្រ Yes